មូលហេតុដែលស្រូវកើតជំងឺបាទយើងមាន4កត្តាធំបាទសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងមកធ្វើការនិយាយអំពីមូលហេតុអ្វីបានជាស្រូវមានជំងឺបាទស្រូវវាកើតជំងឺបាទមូលហេតុដែលស្រូវកើតជំងឺបាទយើងមាន4កត្តាធំបាទទី1នោះគឺបាទការប្រើប្រាស់ពូជលើសការប្រើប្រាស់ពូជលើសហួសកម្រិតបាទទី2បាទកត្តាទី2គឺកត្តាអាកាសធាតុបាទអាកាសធាតុត្រជាក់ពេកក្តៅពេកឬក៏សំណើមខ្ពស់ពេកធ្លាក់ខ្យល់ខ្លាំងពេកឬក៏ភ្លៀងអីពេកហ្នឹងគឺវាជាកត្តាមួយដែលធ្វើឲ្យស្រូវហ្នឹងក៏វាកើតជំងឺផងដែរបាទទី3នោះគឺបាទទី3បាទគឺការប្រើប្រាស់ជាតិអាសូតខ្ពស់បាទការប្រើប្រាស់ជាតិអាសូតខ្ពស់ដើម្បីផ្ដល់ទៅឲ្យស្រូវហ្នឹងក៏វាជាកត្តាមួយដែលមានជាកត្តាមួយដែលធ្វើឲ្យស្រូវនឹងកើតមានជំងឺផងដែរបាទហើយទី4នោះគឺការប្រើប្រាស់ពូជដែលមានជំងឺស្រាប់បាទបានន័យថាយើងប្រើប្រាស់ពូជដែលយើងយកពូជដែលស្រូវដែលមានជំងឺនឹងយកទៅធ្វើជាពូជបាទអញ្ចឹងធ្វើឲ្យវានឹងគឺកើតជំងឺបាទហើយចំពោះការប្រើប្រាស់ពូជលើសឬក៏ឲ្យបានត្រឹមត្រូវបាទទី1នោះគឺយើងត្រូវធ្វើការព្រោះពូជបាទជាធម្មតាប្រភេទពូជ OM 5451ប្រភេទពូជ5 3ដើម6 3ដើមឬក៏ប្រភេទផ្សេងទៀតដែលគេធ្វើស្រូវប្រាំងបាទធម្មតាគឺគេព្រោះតែ200ទៅ250គីឡូទៅក្នុង1ហិកតាបាទនោះទៅវាសមស្របទៅនឹងអ្វីដែលវាសមស្របក្នុងការធ្វើបាទក្នុងការព្រោះក្នុងការធ្វើស្រែប្រាំងបាទបើសិនជាយើងព្រោះលើសហ្នឹងបាទ300គីឡូទៅ400គីឡូបាទវាអាចជួបនឹងបញ្ហាផ្សេងបាទរួមទាំងសត្វល្អិតរួមទាំងជំងឺផងដែរបាទហើយមួយទៀតនោះកត្តាអាកាសធាតុគឺក៏វាសំខាន់បាទអាកាសធាតុបើកាលណាមេឃភ្លៀងអូរអាប់សំណើមខ្ពស់បាទធ្លាក់ខ្យល់ខ្លាំងពេកបាទក៏វាធ្វើឲ្យស្រូវនឹងគឺកើតនៅជំងឺផងដែរបាទហើយមួយទៀតគឺបាទការប្រើប្រាស់ជាតិអាសូតខ្ពស់បាទបើកាលណាយើងប្រើប្រាស់ជាតិអាសូតខ្ពស់វាធ្វើឲ្យស្រូវបាទវាឆាប់ទទួលរងនៅជំងឺនិងសត្វល្អិតផងដែរបាទដោយសារតែស្រូវដែលមានជាតិអាសូតខ្ពស់បាទវានឹងធ្វើឲ្យស្លឹកស្រូវខ្ចីបាទស្លឹកស្រូវខ្ចីទន់បាទហើយវានឹងជាចម្រោកឬក៏វានឹងអាចរក្សាសំណើមបានខ្ពស់ដោយសារស្រូវវាបាក់ស្លឹកទន់បាទបើស្លឹកឈរត្រង់វាមានពន្លឺចូលគ្រប់គ្រាន់អញ្ចឹងតែបើស្លឹកវារាងទន់រាងបាក់គឺការជះពន្លឺរបស់ព្រះអាទិត្យទៅខាងក្រោមនៃស្រូវក៏វាមិនសូវបានល្អដែរបាទនឹងគឺជាមូលហេតុដែលការប្រើប្រាស់ជាសូតខ្ពស់ធ្វើឲ្យមានបញ្ហាដល់ស្រូវពាក់ព័ន្ធជាមួយនឹងជំងឺផងដែរបាទអាចកើតឡើងជាបន្លាស់កើតឡើងជារលាកគល់បាទពុកគល់ហើយឬក៏ជាបាក់តេរីជាដើមបាទហើយមួយទៀតការប្រើប្រាស់ពូជដែលមានជំងឺស្រាប់បាទមានន័យថាយើងយកពូជដែលមានជំងឺកាលពីរដូវមុនបាទកាលពីរដូវមុនយើងយកពូជដែលវាអាចមានជាជំងឺបន្លាស់រលាកកកួរជាខ្សែអំបូរពូជដែលមានជំងឺស្រាប់មានដូចជារលាកកកួរឬក៏ប្រភេទអុចថ្នោតហើយស្រាប់យើងយកទៅព្រោះធ្វើជាពូជបាទនោះវាលូតលាស់មកវានឹងមានជំងឺនោះតោងមកស្រាប់ផងដែរបាទអញ្ចឹងវីដេអូនេះបាទមានតែប៉ុណ្្នឹងទេអញ្ចឹងមកបើសិនជាមានចម្ងល់អីអាចខមមិនសួរនៅខាងក្រោមវីដេអូបានផងដែរបាទសូមអរគុណ